ចាំចុងវីដេអូនាំអ្នកនរគ្នាទៅមើលពីទេសភាពទឹកហូរលើថ្មក៏ប៉ុន្តែឡើយនេះthôi thế để chở hả anh ta tôi đăng ký phóng con tất cả ở đây tôi thay cái ấp thử để ở bọc ký nàoអ្នកគ្នាស្ដាប់ភាសាបងប្អូនពីរអ្នកនឹងគាត់និយាយគ្នាបានអត់តែបើសម្រាប់អ្នកភូមិរបស់ខ្ញុំគឺគាត់ច្បាស់ដូចថ្ងៃតែម្ដងមិនច្បាស់ដូចយប់ទេណាគឺគាត់ស្ដាប់ភាសាគ្នាគាត់និយាយបានបូករួមទាំងខ្ញុំអីចឹងទៅហើយបើអ្នកចងាយអីមានតែខ្ញុំបកប្រែថែមបកប្រែខ្មែរបកប្រែខ្មែរណាមិនតែខ្មែរបកប្រែភាសាអីទេគឺអត់ទេខ្ញុំថតគាត់នឹងគាត់អត់ដឹងទេខ្ញុំថតពីក្រោយគេនិយាយដើមកូនគេពិភាក្សាដើម្បីទៅដឹងកូនគេមកឲ្យកូនគាត់អីចឹងទៅដោយសារកូនគាត់គេសិតតែប្រុសហើយគាត់នឹងពីរអ្នកហ្នឹងនេះបងមួកក្រហមហើយនឹងបងមួកពណ៌សនឹងឯងទៅជាបងប្អូនជីដូនរបស់ខ្ញុំក៏ជាបងស្រីរបស់ខ្ញុំច្រឡំមួកពណ៌សមាន2ខក្រហមអញ្ចឹងផាន់រ៉ាតុលាត្រៀមណាក្មួយបើចាំបារម្ភបើចាំព្រួយភ័យថាក្មួយអស់លុយទេអញ្ចឹងម្ដាយរបស់ក្មួយគឺត្រៀមបណ្ដាការរួចរាល់ជាការស្រេចហើយអញ្ចឹងអ្នកណាដែលស្រឡាញ់ក្មួយរបស់ខ្ញុំគឺត្រៀមទៅប្រហែលជាអាចខែចូលឆ្នាំខែ4ខែអីហ្នឹងឯងតែខ្ញុំក៏មិនសូវជាច្បាស់ដែរដោយសារក្មួយខ្ញុំគាត់ប្រាប់ថាដោយខែហ្នឹងអីដែរតែក៏មិនប្រកាសថាឆ្នាំនេះទេដើម្បីមើលមុខគាត់ច្បាស់ចាំខ្ញុំស៊ូមឲ្យអ្នកអរគ្នាបានឃើញថាគាត់និយាយភាសាអីគេស្ដាប់មិនបានអញ្ចឹងនេះឯងចានេះមុខរបស់គាត់នេះពីអ្នកបងប្អូនគេអូយថាមុខដូចគ្នាទេសម្រាប់បងប្អូនខ្ញុំគឺមុខដូចគ្នាទេត្រង់បងប្អូនគាត់គឺមុខដូចគ្នាទេចាហើយនេះយើងជ្រោតស្រាយកណ្ដាលថ្ងៃមិនជ្រោតស្រាយនៅក្នុងម៉ាស៊ីនជែកណាដែលមិនហូរយើងនោះនិយាយពីថាទ្រាំនឹងបាន20000រៀលហ្នឹងណាស៊ីឈ្នួលគេទៀតណាអូនិយាយពីថាបែកញើហូរយើងតាំងឃ្លីឲ្យខ្លាក់តែម្ដងឃើញជីវិតអ្នកស្រ័យហីអូនិយាយពីថាឯករាជ្យដល់ខ្លួនឯងខ្លាំងមែនតើអត់ដូចយើងធ្វើការងារឲ្យគេណាអានេះយើងធ្វើការងារឲ្យគេក៏ពិតមែនក៏ប៉ុន្តែយើងអាចសម្រាប់បាននិយាយរួមគឺថាកែគេបងស្រីជ្រួនមួយខ្ញុំនឹងទៀតចាគឺកូនគេហ្នឹងអាងោនឹងឯងយំច្រើនចាំតិចទៀតខ្ញុំនឹងបង្ហាញមុខម្ចាស់ស្រ័យឲ្យអ្នកនរគ្នាបានឃើញថាហេតុអ្វីបានជាជ្រោតស្រូវខ្ចីបែបនេះតាមក៏ពិតទៅវីដេអូនេះខ្ញុំបានថតយូរហើយមកដល់ពេលនេះគឺខ្ញុំទៅតែបានកាត់នេះទេស្រូវខ្ចីនេះជ្រោតទាំងខ្ចីនឹងឯងចាអូនេះគេអ្នកឆ្នាប់អ្នកឈ្នួនគេអ្នកលេងគេអ្នកឧស្សាហ៍ណាគេជ្រោតស្រូវទាំងខ្ចីនឹងឯងគេថាដូចចាស់លោកពោលថាទុំបាន3ខ្ចីបាន4 4មែននេះដោយសារតែនេះគឺជាស្រូវរបស់បងស្រីខ្ញុំទេអញ្ចឹងខ្ញុំមិនសូវជាខ្វាយខ្វល់ក្នុងការជ្រោតអីប៉ុន្មានទេអញ្ចឹងក៏សម្រាប់ចិត្តថាលើកដើមឈើអាដើមអីគេនេះដើមខ្ទុំអញ្ចឹងថតពីទេសភាពឲ្យអ្នកនរគ្នាបានមើលទៅថាជុំវិញហ្នឹងគឺវាមិនមែនជាស្រូវស្រែទេគឺវាជាព្រៃគឺជាស្រូវចំការពេលខ្លះក៏អាចមានសេកស៊ីមានសត្វមានកដោមានអីអញ្ចឹងទៅបើសម្រាប់ស្រូវស្រែគឺមានក្តាប់កាត់ប៉ុន្តែនេះគឺអត់ទេមានរំសាយមានជ្រូកមានសត្វព្រៃអីវាបបេះបបោចអីតិចៗអញ្ចឹងណាយើងធម្មតាយើងលក្ខណៈធ្វើបនយើងត្រូវតែមានការចិញ្ចឹមទាំងសត្វព្រៃទាំងសត្វស្រុកដើម្បីវាបន្តរស់រានមានជីវិតឲ្យកូនចៅចំនួនក្រោយស្គាល់អំពីសត្វស្រុកសត្វព្រៃឲ្យវាផុតពូជទៅអញ្ចឹងណានេះគឺម្ចាស់ស្រែនឹងឯងយ៉ាគេខំនោះអាវខៀវហូយមកក្រោយគេទេតែឲ្យឈប់ជ្រោតតែប៉ុណ្្នឹងទៅស្ដាប់អំពីទឹកហូររបស់យើងវិញនេះអូស្អាតមែនទេអ្នកនរគ្នាហូរលើថ្មហូរលើទឹកអូយនិយាយថាស្រស់ស្រាយខ្លាំងមែនតើបូករួមជាមួយនឹងបាយខ្ចប់ស្រាប់ចេកអូឈ្ងុយឆ្ងាញ់ណាស់អ្នកនរគ្នាហើយកូនទេសភាពវីដេអូមានតែប៉ុណ្្នឹងទេអរគុណមកដល់នេះសម្រាប់ការទស្សនាជម្រាបវីដេអូក្រោយបាយ